ជីវិតគឺជាវាខ្សាច់ដ៏ក្តៅហួតហែងរាល់ថ្ងៃយើងក្រោកពីគេងមកប្រឈមមុខនឹងបញ្ហាដដែលពីកាយអាបត្តិដែលត្រូវបង់ការងារដែលគួរឲ្យធុញទ្រាន់និងសម្ពាធពីសង្គមដែលដកដង្ហើមស្ទើរមិនរួចបើមាននរណាម្នាក់ដើរមកប្រាប់អ្នកថាខំប្រឹងធ្វើការទៅនោះថ្ងៃក្រោយនឹងមានបានអ្នកប្រកាសជាចង់ដើរចេញឬខឹងសម្បាព្រោះនោះគឺជាការពិតដ៏ជឿជាក់ដែលអ្នកដឹងច្បាស់ពេកទៅហើយវាមិនអាចផ្ដល់កម្លាំងចិត្តអ្វីសោះឡើយដល់អ្នកប៉ុន្តែបើមាននរណាម្នាក់ដើរមកប្រាប់អ្នកថាខ្ញុំមានផែនទីសម្ងាត់មួយដែលអាចនាំអ្នកទៅរកកំណត់ទ្រព្យដោយមិនចាំបាច់នឿយហត់ត្រឹមតែមួយប្រព្រឹត្តភ្នែកអ្នកនឹងខ្លាចជាស្ដេចនោះបេះដូងរបស់អ្នកនឹងលោតខុសចង្វាក់ភ្លាមហេតុអ្វីព្រោះធម្មជាតិរបស់មនុស្សមិនចង់បានការពិតដែលឈឺចាប់ទេយើងចង់បានការរំដោះខ្លួនបែបងាយស្រួលនេះហើយជាច្រកចូលនៃច្បាប់ទី42 Place to People's Pharisees ដែលមានន័យថាលេងជាមួយការសមាសម័យរបស់មនុស្សច្បាប់នេះបង្រៀនថាមនុស្សដែលផ្ដល់នូវក្តីសុបិននិងការស្រមើសម័យនឹងមានអំណាចដូចជាព្រះរីឯអ្នកដែលផ្ដល់ការពិតដ៏ស្ងួតហួតហែងនឹងត្រូវបានគេមើលរំលងដើម្បីយល់ដឹងពីចំណុចនេះយើងនឹងក្រឡេកទៅមើលអតីតកាលនៅក្នុងទីក្រុង Venice នៃប្រទេសអ៊ីតាលីក្នុងសតវត្សទី16នៅពេលនោះទីក្រុង Venice ដែលធ្លាប់តែជាមហាអំណាចនៃពាណិជ្ជកម្មបានកំពុងតែធ្លាក់ចុះដុនដាបយ៉ាងខ្លាំងពួកគេបានបាត់បង់អំណាចធនាគារជាច្រើនបានខ្សែធនហើយប្រជាជនរស់នៅក្នុងភាពអស់សង្ឃឹមនៅក្នុងបរិយាកាសដ៏អូអាប់នោះស្រាប់តែមានពាក្យចចាមអារ៉ាមមួយបានលេចឮឡើងថាមានបរិះអាកំបាំងម្នាក់ឈ្មោះ Bragarino បានមកដល់គេថាគាត់ជាអ្នកលេង Alchemist ដែលអាចប្រែក្លាយធូលីដីទៅជាមាសបាន Bragarino មិនមែនជាមនុស្សល្ងង់ដែលដើរទៅខួទ្វារសុំជំនួយពីគេឡើយគាត់បានបង្កើតឆាកល្ខោនដ៏អស្ចារ្យមួយដោយបង្វក់ចិត្តប្រជាជនទាំងនោះដោយគាត់បានរស់នៅក្នុងវិមានដ៏ស្កឹមស្កៃចិញ្ចឹមឆ្កែពណ៌ខ្មៅដ៏ធំពីរក្បាលហើយតែងតែដើរដោយមានបន្តោងមាសពេញខ្លួនគាត់មិនដែលនិយាយថាគាត់ត្រូវការលុយទេផ្ទុយទៅវិញគាត់ធ្វើឲ្យពួកអភិជននៅ Venice មានអារម្មណ៍ថាពួកគេទេដែលត្រូវការគាត់នៅពេលដែលពួកប្រសិទ្ធិ Venice បានឃើញគាត់យកម្សៅអាកំបាំងទៅរយលើលោហៈធាតុហើយប្រើជាមាសដែលតាមពិតទៅវាគឺជាល្បិចកលសុទ្ធសាធដែលគាត់បានលាក់មាសនៅក្នុងដៃអាវឬបំពង់កែវធ្វើឲ្យពួកប្រសិទ្ធិទាំងនោះហាក់បីដូចជាត្រីតែត្រូវនុយអញ្ចឹងពួកគេមិនបានសួររកហេតុផលវិទ្យាសាស្ត្រទេពួកគេគ្រាន់តែជឿជាក់ថា Venice នឹងអាចក្លាយជាទីក្រុងមាសវិញត្រឹមតែមួយប្រព្រឹត្តភ្នែកBragarino បានលក់ក្តីស្រមៃនៃការត្រឡប់ទៅរកភាពរុងរឿងវិញដោយមិនចាំបាច់ខំប្រឹងលទ្ធផលគឺមហាសេដ្ឋីនិងអ្នកមានអំណាចបានប្រគល់លុយរាប់លានឲ្យគាត់ដោយសង្ឃឹមថានឹងបានមាសត្រឡប់មកវិញរឿងរ៉ាវរបស់ Bragarino បានបង្កើតឡើងរាប់រយឆ្នាំហើយប៉ុន្តែចរិតធម្មជាតិរបស់មនុស្សមិនដែលផ្លាស់ប្ដូរឡើយយើងនៅតែស្អប់ការពិតដែលនិយាយថាភាពជោគជ័យត្រូវការពេលវេលាយើងនៅតែរងចាំថ្នាំទឹកឬផ្លូវកាត់ដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងបានភ្លាមភាពស្រេកឃ្លានចំពោះការចង់បានដោយការស្រមើសម័យភ្លាមនេះហើយដែលធ្វើឲ្យប្រជាជនទាំងនោះចាញ់បោក Bragarino បានដោយងាយឥឡូវនេះយើងនឹងក្រឡេកទៅមើលសម័យបច្ចុប្បន្នវិញនៅឯ Silicon Valley សហរដ្ឋអាមេរិកមាននារីវ័យក្មេងម្នាក់ឈ្មោះ Elizabeth Holmes ដែលជាស្ថាបនិកក្រុមហ៊ុន Theranos នាងមិនបានស្លៀកពាក់ដោយអ្នកវិទ្យាសាស្ត្រទេនាងស្លៀកពាក់អាវកអណ្ដើកពណ៌ខ្មៅដូចជា Steve Jobs ហើយនិយាយដោយសម្លេងធំបង្កើននូវភាពអាថ៌កំបាំងនិងអំណាច Elizabeth មិនបានលក់ម៉ាស៊ីនពិនិត្យឈាមធម្មតាទេនាងបានលក់ការស្រមើសម័យមួយដែលពិភពលោកទាំងមូលចង់បាននោះគឺពិភពលោកដែលគ្មានការឈឺចាប់នាងបានអះអាងថាម៉ាស៊ីនឈ្មោះ Edison របស់នាងអាចធ្វើតេស្តឈាមរកមេរោគរាប់រយមុខបានដោយប្រើឈាមតែមួយដំណក់ពីចុងម្រាមដៃតែប៉ុណ្ណោះនេះគឺជាក្តីស្រមៃដ៏អស្ចារ្យមិនចាំបាច់មានម្ជុលវែងមិនចាំបាច់មានការឈឺចាប់ទៀតឡើយនៅពេលដែលនាងឈរនៅចំពោះមុខអ្នកវិនិយោគធំដូចជា George Soros ឬ Henry Kissinger នាងមិនបានបង្ហាញទិន្នន័យពិតប្រាកដដែលបញ្ជាក់ថាម៉ាស៊ីននោះដំណើរការបានល្អនោះទេនាងបានសម្លឹងមើលភ្នែកពួកគេហើយនិយាយអំពីអនាគតអំពីការជួយសង្គ្រោះជីវិតមនុស្សអំពីបដិវត្តន៍ដែលនឹងផ្លាស់ប្ដូរពិភពលោកបុរសចំណាស់ដែលមានអំណាចទាំងនោះបានលងនឹងក្តីស្រមៃថាពួកគេនឹងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រពួកគេបានបោះលុយរាប់ពាន់លានដុល្លារឲ្យនាងដោយមិនខ្វល់ពីការព្រមានរបស់អ្នកជំនាញឡើយពួកគេបានទិញការសម័យប៉ុន្តែមិនមែនទិញការពិតទេឧទាហរណ៍ទាំងពីរនេះបានបង្ហាញយ៉ាងច្បាស់ថាមនុស្សសុខចិត្តបិទភ្នែកចំពោះការពិតបើពួកគេទទួលបានក្តីសម័យដែលផ្អែមល្ហែមហេតុអ្វីបានជាការយកភាពសម័យមកប្រើជាយុទ្ធសាស្ត្រមានឥទ្ធិពលខ្លាំងម្ល៉េះឥឡូវនេះយើងមកបកស្រាយកំតិចអាកំបាំងនេះទាំងអស់គ្នាដើម្បីឲ្យអ្នកយល់ពីយន្តការនៃចិត្តសាស្ត្រមួយនេះឲ្យកាន់តែច្បាស់ហេតុអ្វីបានជាមហាសេដ្ឋីឆ្លាតនិងអ្នកមានអំណាចនៅទីក្រុង Venice សុខចិត្តឲ្យគេបោកបានយ៉ាងងាយចម្លើយមិនមែនមកពីពួកគេល្ងងនោះទេប៉ុន្តែមកពីពួកគេអស់សង្ឃឹមនឹងការពិតនៅក្នុងច្បាប់នៃអំណាចការពិតគឺជាសត្រូវដ៏ធំបំផុតការពិតបានប្រាប់យើងថាដើម្បីជោគជ័យអ្នកត្រូវតែហត់នឿយដើម្បីលុយអ្នកត្រូវតែមានផលិតផលល្អហើយដើម្បីសុខភាពល្អអ្នកត្រូវតែកែប្រែទម្លាប់រស់នៅរឿងទាំងអស់នេះគឺជារឿងដែលគួរឲ្យធុញទ្រាន់បំផុតសម្រាប់ខួរក្បាលមនុស្សយើងមានយន្តការការពារខ្លួនមួយដែលហៅថា Fantasy ឬក្តីស្រមៃរវើរវាយដើម្បីរត់គេចពីភាពតានតឹងនៅក្នុងជីវិតជាក់ស្ដែងដូច្នេះ
អ្នកណាដែលអាចបង្កើតពិភពលោកថ្មីដែលគ្មានការឈឺចាប់គ្មានការហត់នឿយនិងគ្មានភាពបរាជ័យអ្នកនោះគឺជាព្រះដែលនៅក្នុងភ្នែករបស់ពួកគេ Bragadino និង Elizabeth Holmes មិនមែនលក់មាសឬម៉ាស៊ីនពេទ្យទេប៉ុន្តែពួកគេលក់ក្តីសង្ឃឹមនៅពេលដែលអ្នកផ្ដល់ឲ្យនរណាម្នាក់នូវក្តីសង្ឃឹមថាបញ្ហារបស់ពួកគេអាចដោះស្រាយបានដោយងាយស្រួលដូចជាការប្រើមន្តអាគមបំផ្លាញដីទៅជាមាសឬប្រើម៉ាស៊ីនតូចមួយមកជំនួសការចាក់បញ្ចូលដ៏ឈឺចាប់ខួរក្បាលរបស់ពួកគេនឹងបិទផ្នែកពិចារណាដែលហៅថា logic ចោលភ្លាមពួកគេនឹងប្រើអារម្មណ៍មកសម្រេចចិត្តជំនួសវិញនេះហើយជាមូលហេតុដែលពួកគេមិនអាចសួររកផុសតាងព្រោះក្នុងចិត្តរបស់ពួកគេចង់ឲ្យរឿងនោះក្លាយជាការពិតខ្លាំងពេកការបោកបញ្ឆោតដែលជោគជ័យបំផុតមិនមែនការឡើងដោយសារតែអ្នកបោកពូកែនិយាយទេប៉ុន្តែវាការឡើងដោយសារតែជនរងគ្រោះចូលរួមបោកខ្លួនឯងផងដែរចំណុចសំខាន់បំផុតដើម្បីប្រើច្បាប់នេះឲ្យមានប្រសិទ្ធភាពអ្នកត្រូវតែចេះរក្សាចម្ងាយអ្នកសាកនឹកស្រមៃមើលប្រសិនបើ Elizabeth Holmes អនុញ្ញាតឲ្យអ្នកជំនាញចូលទៅរុះរើម៉ាស៊ីនរបស់នាងតាំងពីដំបូងគេនឹងឃើញថាវាគ្មានអ្វីសោះឡើយក្រៅពីសម្បកម៉ាស៊ីនប៉ុន្តែនាងបានរក្សារឿងនេះជាការសម្ងាត់ពាណិជ្ជកម្មដោយបង្កើតភាពអាថ៌កំបាំងនិងភាពអស្ចារ្យពីចម្ងាយដូចគ្នាជាមួយនឹង Bragadino ដែរគាត់មិនដែលធ្វើមាសនៅមុខគេត្រង់ទេគាត់តែងតែមានល្បិចកលបិទបាំងជានិច្ចនៅក្នុងល្បែងអំណាចបើអ្នកឲ្យគេស្គាល់អ្នកច្បាស់ពេកអ្នកនឹងក្លាយជាមនុស្សធម្មតាប៉ុន្តែបើអ្នករក្សាចម្ងាយហើយបង្ហាញតែរូបភាពល្អឥតខ្ចោះពីចម្ងាយអ្នកនឹងក្លាយជាវីរបុរសឬជាទេវតាដែលគេគោរពបូជាដូច្នេះអ្នកត្រូវចាំថាកុំលក់ផលិតផលចូលលក់អនាគតដែលភ្លឺស្វាងហើយរក្សាភាពអាថ៌កំបាំងជានិច្ចសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះច្បាប់នេះក៏មានលទ្ធផលបញ្ច្រាស់មកវិញដែរទោះបីជាច្បាប់នេះមានឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយវាប្រៀបដូចជាការលេងជាមួយភ្លើងអញ្ចឹងបើអ្នកសន្យារឿងដែលមិនអាចទៅរួចហើយទីបំផុតការប៉ັດត្រូវលាតត្រដាងអ្នកនឹងត្រូវវិនាស Bragadino នៅនាទីចុងក្រោយត្រូវបានគេព្យួរកនៅពេលដែលគាត់មិនអាចផលិតមាសបានតាមការសន្យារបស់គាត់ចំណែកឯ Elizabeth Holmes វិញត្រូវជាប់គុកព្រោះម៉ាស៊ីនរបស់នាងមិនអាចដំណើរការបានឥឡូវនេះយើងបានយកពីទ្រឹស្ដីល្អៗទាំងនេះហើយយើងនឹងយកវាមកអនុវត្តក្នុងជីវិតជាក់ស្ដែងវិញម្ដងថាតើយើងអាចប្រើច្បាប់នេះយ៉ាងដូចម្តេចក្នុងបរិបទស្រុកខ្មែររបស់យើងនៅស្រុកខ្មែររបស់យើងគឺជាកន្លែងដែលពោរពេញទៅដោយរឿងនិទានមានមនុស្សជាច្រើនដែលបានជឿលើបារមីជឿលើហុងស៊ុយហើយនឹងជឿលើពិស្នានេះបញ្ជាក់ថាមនុស្សយើងមានការស្រមើស្រមៃរវើរវាយច្រើននៅក្នុងខ្លួនស្រាប់ទៅហើយបើអ្នកចេះដុតបញ្ឆេះវាអ្នកនឹងក្លាយជាមនុស្សដែលមានឥទ្ធិពលបំផុតនេះគឺជាយុទ្ធសាស្ត្រ360ដឺក្រេសម្រាប់យកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ 1. នៅក្នុងវិស័យជំនួញនិងការលក់ចូលកុំលក់សាច់ប៉ុន្តែត្រូវលក់ក្លិនវិញបើអ្នករកស៊ីអចលនទ្រព្យលក់ដីឬផ្ទះនៅក្នុងបុរីសូមកុំនិយាយតែពីរឿងទំហំដីឬគុណភាពនៃស៊ីម៉ងនេះគឺជាការពិតដ៏ស្ងួតហួតហែងអតិថិជនគេមិនទិញឥដ្ឋឬទិញថ្មទេប៉ុន្តែគេទិញអនាគតចូលលក់រូបភាពនៃសុភមង្គលដាក់ឈ្មោះគម្រោងឲ្យពីរោះដូចជាវិមានឋានសួគ៌ឬអភិជនបង្ហាញរូបភាពគ្រួសារដែលញញឹមសប្បាយរីករាយកូនរត់លេងនៅក្នុងសួនច្បារនិងជីវិតដ៏ថ្លៃថ្នូរធ្វើឲ្យពួកគេមានអារម្មណ៍ថាពេលទិញផ្ទះអ្នកហើយពួកគេនឹងក្លាយជាអ្នកមានមុខមាត់នៅក្នុងសង្គមនេះគឺជាការលក់ការស្រមើស្រមៃ 2. នៅក្នុងកន្លែងការងារនិងការដឹកនាំក្លាយជាប្រធានក្រុមដែលមានចក្ខុវិស័យបុគ្គលិកភាគច្រើនធុញទ្រាន់នឹងការងារក៏ព្រោះតែសកម្មភាពដដែលនឹងគ្មានន័យចំពោះពួកគេបើអ្នកជាមេគេហើយអ្នកគ្រាន់តែបញ្ជាឲ្យគេធ្វើការដើម្បីបោកប្រាក់ខែនោះអ្នកមិនមែនជាមេដឹកនាំដល់ពូកែឡើយអ្នកត្រូវបង្កើតបេសកកម្មដ៏អស្ចារ្យមួយកុំប្រាប់បុគ្គលិកថាយើងត្រូវលក់ឲ្យបាន$10000ក្នុងខែនេះប៉ុន្តែត្រូវប្រាប់ពួកគេថាយើងកំពុងតែផ្លាស់ប្ដូរជីវិតអតិថិជនហើយយើងនឹងក្លាយជាក្រុមហ៊ុនលេខ1នៅក្នុងប្រទេសកម្ពុជាបង្កើតបរិយាកាសមួយដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាពួកគេមិនមែនគ្រាន់តែជាអ្នកស៊ីឈ្នួលទេប៉ុន្តែពួកគេគឺជាអ្នកសាងប្រវត្តិសាស្ត្របុគ្គលិកក្រមបង្ករបស់អ្នកនឹងធ្វើការដោយមិនធុញទ្រាន់ឡើយបើពួកគេជឿជាក់ថាការងារមួយនោះមានអត្ថន័យធំធេងចំពោះពួកគេចំណុចទី3ក្នុងរឿងស្នេហាកុំធ្វើខ្លួនឲ្យសារពេកជីវិតប្តីប្រពន្ធឬសង្សារយូរទៅនឹងក្លាយជាការធុញទ្រាន់នេះគឺជាសត្រូវនៃក្តីស្រឡាញ់ចូលកុំបង្ហាញអ្វីគ្រប់យ៉ាងឲ្យគេអស់ពេកត្រូវរក្សាភាពអាថ៌កំបាំងខ្លាំងយូរម្ដងបង្កើតភាពភ្ញាក់ផ្អើលដែលធ្វើឲ្យដៃគូមានអារម្មណ៍ថាដូចជាតួឯកក្នុងរឿងនិទាននាំនាងទៅកន្លែងថ្មីស្លៀកពាក់ឲ្យស្អាតប្លែកភ្នែកឬធ្វើរឿងដែលនឹកស្មានមិនដល់ធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថានៅក្បែរអ្នកគឺដូចជានៅក្នុងពិភពមួយផ្សេងទៀតដែលមិនមែនជាពិភពដ៏គួរឲ្យធុញទ្រាន់ប្រចាំថ្ងៃឡើយចំណុចទី4ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនមនុស្សយើងចូលចិត្តមើលអ្វីដែលល្អឥតខ្ចោះនៅពេលដែលអ្នកបង្ហាញរូបនៅក្នុង Facebook ឬ TikTok កុំបង្ហាញតែរឿងធុញតែឬរឿងបរាជ័យលើកលែងតែអ្នកចង់បានក្តីអាណិតបង្កើតរូបភាពមួយដែលអ្នកចង់ឲ្យគេឃើញបើអ្នកចង់ឲ្យគេជឿជាក់ថាអ្នកជាអ្នកជំនួញជោគជ័យចូលស្លៀកពាក់និងនិយាយស្ដីដូចជាអ្នកជោគជ័យទោះបីជានៅក្នុងហៅប៉ៅរបស់អ្នកនៅស្ទើរលុយក៏ដោយនេះមិនមែនជាការបោកប្រាស់ទេតែវាគឺជាការតុបតែងការពិតដោយឃ្លាមួយនិយាយថាស្លៀកពាក់ឲ្យដោយតំណែងដែលអ្នកចង់បាន
មិនមែនតំណែងដែលអ្នកកំពុងមានទេច្បាប់ទី42នេះបង្រៀនឲ្យយើងដឹងថាការពិតគឺត្រជាក់ប៉ុន្តែក្តីសម័យគឺកក់ក្ដៅនៅក្នុងសង្គមខ្មែរយើងមានសុភាសិតមួយពោលថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អនេះមានន័យថានៅពេលដែលមនុស្សចង់បានអ្វីមួយខ្លាំងពួកគេនឹងមើលឃើញរបស់នោះថាជារបស់ដែលល្អឥតខ្ចោះ Bragarino លក់មេខ្លែងខ្លាយ Elizabeth Holmes លក់ម៉ាស៊ីនដែលមិនអាចដំណើរការបានពួកគេទាំងពីរបានបរាជ័យមិនមែនព្រោះតែយុទ្ធសាស្ត្រនេះមិនពូកែទេប៉ុន្តែព្រោះតែពួកគេភ្លេចច្បាប់សំខាន់មួយការស្រមាសម័យត្រូវការគ្រឹះនៃការពិតបន្តិចបន្តួចដើម្បីទ្រទ្រង់វាចុះអ្នកវិញតើអ្នកកំពុងកសាងប្រាសាទរបស់អ្នកនៅលើដីរឹងឬនៅលើពពកអំណាចនៃការស្រមាសម័យស្ថិតនៅក្នុងដៃរបស់អ្នកហើយប្រើវាឲ្យបានឆ្លាតវៃមុនពេលវាត្រឡប់មកបំផ្លាញអ្នកវិញ